ជំរាបសួរប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកវិញជាមួយនឹង Admin គុនធីថ្ងៃនេះ Admin នាំយករឿងកូរ៉េថ្មីមួយដែលមានចំណងជើងថា Because of You រឿងនេះនិយាយពីបុរសម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយបលឹងរបស់គាត់ក៏ចូលទៅក្នុងខ្លួនអ្នកផ្សេងថែមទាំងបាត់ការចងចាំទៀតគាត់ដឹងតែម្យ៉ាងឯងថាគាត់ជាមនុស្សប្រុសសំខាន់បលឹងគាត់មិនចូលក្នុងខ្លួនមនុស្សតែម្នាក់ឯងម្ដងចូលអ្នកនេះម្ដងចូលអ្នកនោះល្អមើលល្អសើចណាហើយមានន័យទៀតតែមុននឹងចូលសាច់រឿងយើង fan ណាដែលអត់ទាន់បាន subscribe Admin កុំភ្លេច subscribe ផងណាបុរសម្នាក់នេះមានឈ្មោះថាអ៊ីយ៉ុងគាត់មានគូតដឹងហើយឥឡូវនេះគាត់កំពុងតែត្រៀមបាច់ផ្កាដើម្បីទៅសុំនាងរៀបការណាតែពេលដែលគាត់កំពុងតែបើកឡានដើម្បីទៅជួបគូតដឹងគាត់នោះគាត់ក៏បាននឹកឃើញថាគាត់ភ្លេចអញ្ជៀនដូច្នេះគាត់ក៏បើកបបត្រឡប់ទៅវិញតែពេលនោះស្រាប់តែមានឡានធំមួយបើកមកបុកគាត់ក៏ស្លាប់បាត់ស្មារតីទៅពេលដែលគាត់ដឹងខ្លួនឡើងវិញស្រាប់តែគាត់នៅក្នុងខ្លួនមនុស្សស្រីហើយគាត់បានបាត់បង់ការចងចាំអស់ហើយគាត់ដឹងតែថាគាត់ពីមុនគឺជាមនុស្សប្រុសតែប៉ុណ្ណោះតែក្រៅពីហ្នឹងគាត់អត់ចាំទេសម្បីតែឈ្មោះគាត់ក៏គាត់អត់ចាំដែរហើយខ្លួនមនុស្សស្រីដែលគាត់បានចូលមកនេះគឺជាសិស្សវិទ្យាល័យទេតែមានផ្ទៃពោះដែលធ្វើឲ្យបលឹងអ៊ីយ៉ុងដែលជាមនុស្សប្រុសនេះក៏បានស្គាល់រសជាតិចាញ់កូនដែរអីណាតែគេអត់បានដឹងថាខ្លួនប្រាណដែលគេកំពុងតែនៅនឹងមានផ្ទៃពោះឡើយមើលគេមកឡើងជាងតាលូតកូនគេនឹងចប់ហ្មងរំពេចនោះក៏មានសិស្សស្រីម្នាក់បានឃើញនាងសែកទៅក៏ធ្វើឲ្យអ៊ីយ៉ុងធ្លាក់មកក្រោមដែលធ្វើឲ្យប្រដាប់តែទឹកនោមរបស់នាងជ្រុះចេញមកក្រៅណាហើយសិស្សស្រីដែលតាមតាដាចូលមកនេះក៏បានឃើញនាងមានឈ្មោះថា Scully ការពិតនាងគឺជាមិត្តភក្តិរបស់សិស្សស្រីដែលអ៊ីយ៉ុងកំពុងតែនៅនឹងឯងអ៊ីយ៉ុងឃើញប្រដាប់តែទឹកនោម2ឆ្នូនអញ្ចឹងគេភ្ញាក់ផ្អើលណាគេលន់មកថានាងមានផ្ទៃពោះដល់ Scully លឺអញ្ចឹងក៏លន់មកដែរថានាងមិនបានហៅខ្លួនឯងថានាងអញ្ចឹងអ៊ីយ៉ុងក៏ប្រាប់នាងតាមត្រង់ទៅថាគេបានបដូរបលឹងហើយថែមទាំងបាត់ការចងចាំទៀតដំបូង Scully អត់ជឿទេតែនាងបានសាក់តេស្តមើលថាបលឹងគេជាមនុស្សប្រុសឬក៏ជាមនុស្សស្រីដោយយកកែងជើងទៅរកអុកអាអូនតូចគេក៏យកដៃទៅខ្ទប់អាអូនតូចគេភ្លាមហ្មងដល់អញ្ចឹង Scully ដឹងបាត់ថាបលឹងគេគឺជាមនុស្សប្រុសទាំងដែលខ្លួនគេឥឡូវជាមនុស្សស្រីសោះហ្នឹងណាតែដល់ Scully ដឹងថាបលឹងគេជាមនុស្សប្រុសអញ្ចឹងមិនមានន័យថានាងជឿថាគេពិតជាបានបដូរបលឹងមែនតែឥឡូវនេះអ្វីដែលសំខាន់គឺគេអត់ដឹងថាខ្លួនគេជាពីណាគេផងធ្វើម៉េចបលឹងគេអាចត្រឡប់ទៅខ្លួនគេវិញបានទៅហួចខ្លួនមនុស្សស្រីដែលគេកំពុងតែនៅនេះមានផ្ទៃពោះទៀតតែគេនៅរហូតដល់ពេលឆ្លងទន្លេទៅគេគ្រាន់តែសម័យឃើញថាខ្លួនគេកំពុងតែឆ្លងទន្លេក៏គេទទួលយកបានដែរចេះអញ្ចឹងខ្លួនមនុស្សស្រីដែលគេកំពុងតែនៅនេះមានឈ្មោះថាម៉ារីដោយសារតែអ៊ីយ៉ុងអត់ដឹងថាផ្ទះរបស់នាងនៅណាពួកគេក៏មកប៉ោះប៉ូលីសណាហើយម៉ាក់របស់ម៉ារីក៏មកយកនាងទៅផ្ទះទៅមកដល់ថ្ងៃថ្មីអ៊ីយ៉ុងនៅក្នុងខ្លួនម៉ារីក៏ទៅរៀនហើយគេ stress នឹងការសិក្សាពេកក៏ឡើងមកតបោអាគារសាលារំពេចនោះក៏មានបរិសម្នាក់យក headphone មកពាក់ឲ្យនាងដោយនិយាយថាវាល្អសម្រាប់ baby ដល់អញ្ចឹងអ៊ីយ៉ុងមិនដឹងថាម៉ាស៊ីលនឹងតាដែលធ្វើឲ្យកូនស្រីគេផើមគេក៏ចាប់វាយយកហ្មងនាងថានាងបានសម្រេចចិត្តថារំលូតកូនហ្នឹងហើយបើទោះជាខាងប្រុសខំបញ្ចុះបញ្ចូលនាងឲ្យទុកយ៉ាងណាក៏នាងអត់ព្រមដែរនាងថានេះជាជំរឿសដ៏ល្អបំផុតសម្រាប់ពួកយើងសាច់រឿងក៏កាត់មកថ្ងៃដែលនាងរំលូតកូនណាតែពេលដែលពេទ្យចាក់ថ្នាំចូលស្រាប់តែនាងឈឺក្បាលខ្លាំងមែនតើឈឺក្បាលឡើងធ្លាក់ពីលើខែដល់នាងដឹងខ្លួនឡើងម្ដងទៀតប្លឹងម៉ារីបានត្រឡប់ចូលមកក្នុងខ្លួននាងវិញបាត់ហួចចុះប្លឹងអ៊ីយ៉ុងទៅណាវិញទៅអញ្ចឹងតែចង់ប្រាប់ថាការដែលគូស្នេហ៍មកគូនេះឆ្លោះគ្នាថ្ងៃមុននេះបានធ្វើឲ្យស្នេហាពួកគេកាន់តែ strong ជាងមុនឥឡូវពួកគេត្រូវគ្នាវិញហើយកូនក៏អត់ទាន់បានរំលូតដែរចៃចឹងអ៊ីយ៉ុងគេនៅនេះមែនគេបានត្រឡប់ចូលទៅក្នុងខ្លួនរបស់គេវិញណាគឺគេចូលទៅក្នុងខ្លួនរបស់មនុស្សប្រុសម្នាក់ទៀតលើកនេះចូលមកខ្លួនរបស់មនុស្សចាស់ម្ដងគាត់មានប្រពន្ធកូនហើយតែគាត់កំពុងតែចង់លែងគ្នាជាមួយប្រពន្ធគាត់ដោយមានកូនគាត់ជាអ្នកប្រាប់គាត់ណាតែកូនគាត់បានបញ្ចុះបញ្ចូលឲ្យគាត់ចូលទៅគេងនៅលើខែជាមួយប្រពន្ធគាត់ទៅបើទោះជាពួកគាត់រកចង់លែងគ្នាក៏ដោយស្រាប់តែគាត់ចូលទៅគេងមួយប្រពន្ធគាត់មែនកូនគាត់ឡើងលន់មាត់ថាប៉ាចាញ់បោកល្បិចខ្ញុំឆ្លាតអីក៏ឆ្លាតម៉ែកូនបើតែដល់ព្រលឹមឡើងប្រពន្ធគាត់មេសេចមកជេរគាត់រហូតថាចង់ស្លាប់មែនហ៊ានមកគេងនៅទីនេះផងគាត់ផ្ញើមេសេចអត់និយាយផ្ទាល់ដោយសារតែគាត់អត់និយាយប្តីគាត់ហើយប្រពន្ធគាត់ក៏មិនអោយប្តីគាត់និយាយដែរព្រោះគាត់អត់ចង់ឮសលេងប្តីគាត់ប្រាប់ឲ្យប្តីគាត់ផ្ញើមេសេចមកព្រោះគាត់អត់ចង់ឮសលេងទេតែអ្វីដែលជាបញ្ហាពេលនេះគឺថាកូនគាត់បានដាក់ខ្នោះពីរនាក់គាត់មូលហេតុដែលមានខ្នោះនេះនៅផ្ទះគឺដោយសារតែប្តីគាត់ជាប៉ូលីសហ្នឹងណាសំខាន់កូនគាត់បានយកសោទៅបាត់ទៀតរួចថ្ងៃនេះជាថ្ងៃដែលពីរនាក់គាត់ត្រូវឡើងតុលាការលែងលះគ្នាផងប្រពន្ធគាត់ក៏បបួលទៅសាលារបស់កូនគាត់ហ្មងដើម្បីទៅយកសោព្រោះគាត់ខំរងចាំថ្ងៃឡើងតុលាការនឹងយូរហើយឥឡូវអត់បានឡើងមិនកើតតែពួកគាត់ដើរស្រាប់តែធ្លាក់ចូលលូហើយគេមកបិទកម៉ប់លូល្មមរួចនៅក្នុងលូអត់មានសេវាទៀតពួកគាត់ស្រែកឲ្យគេជួយមិនក៏អត់មានពីណាគេលឺ
តែអាស្ថានភាពអញ្ចឹងហីប្តីគាត់នៅមានអារម្មណ៍ចង់ថើបប្រពន្ធគាត់ទៀតណាគាត់មើលមាត់ប្រពន្ធគាត់ហើយក៏ប្រាប់ឲ្យប្រពន្ធគាត់បិទភ្នែកបន្ទាប់មកក៏ថើបប្រពន្ធគាត់មានអីប្រពន្ធគាត់ចាប់បោចសក់ហើយជេរទៀតគាត់និយាយបដាយំបដាថាដឹងអត់ថាយើងដកដង្ហើមអត់រួចទេបេះដូងយើងចិត្តផ្ទុះហើយព្រោះយើងមានជំងឺ claustrophobia អេដមីនអត់ដឹងថាជំងឺហ្នឹងខ្មែរគេហៅអីទេតែជំងឺហ្នឹងជាជំងឺដែលខ្លាចកន្លែងចៀនអ៊ីហយ៉ងបានឮឈ្មោះជំងឺហ្នឹងហើយក៏បាននឹកឃើញពីនារីម្នាក់នាងមានឈ្មោះថាហ៊ុនយ៉ងនាងគឺជាគូតដឹងរបស់គេហ្នឹងឯងហើយនាងមានជំងឺ glossophobia ឈ្មោះស្តៀងគ្នានឹងជំងឺមិញតែរៀងខុសគ្នាបន្តិចគឺជំងឺនេះខ្លាចដែរតែខ្លាចការនិយាយជាសាធារណៈដូចជាការឡើងនិយាយឬក៏ឡើងច្រៀងនៅលើឆាកជាដើមសាច់រឿងក៏កាត់មកពីអ្នកប្តីប្រពន្ធនេះវិញពួកគាត់កំពុងតែដើររកផ្លូវចេញតែដោយសារតែប្រពន្ធគាត់បានខិចជើងទៅបានជាប្តីគាត់អៀវគាត់ដល់គាត់អៀវហត់គាត់ក៏ឲ្យប្រពន្ធគាត់អង្គុយតិចសិនណាគាត់ក៏សួរប្រពន្ធគាត់ថាមានជំងឺ claustrophobia នឹងតាំងពីកាលប្រពន្ធគាត់ក៏ស្ដីឲ្យថារាល់ថ្ងៃហ្នឹងបងឯងដឹងស្អីខ្លះពីអូនដឹងស្គាល់ឈ្មោះអូនអត់ទេហ្នឹង No ធ្វើមិនប្តីគាត់ដឹងបើប្រឡឹងនៅក្នុងប្តីគាត់គឺជាអ៊ីហយ៉ងហ្នឹងគាត់ក៏ឆ្លើយថាគឺប្រកាសជាម៉ាក់របស់ចុងមីនហើយប្រពន្ធគាត់ក៏ស្ដីឲ្យគាត់ទៀតថាពេលដែលចុងមីនកើតគាត់អត់បាននៅក្បែរគឺអូនជាអ្នកបង្កើតកូនតែម្នាក់ឯងដឹងអត់ថាវាឈឺប៉ុណ្ណាអូនពិតជាឯកោណាស់ដឹងអត់អូនមានអារម្មណ៍ថានៅលើលោកនេះមានតែអូនម្នាក់គត់ដល់ថ្នាក់អូនចង់ស្លាប់ទៀតអូនពិតជាស្អប់បងខ្លាំងណាស់អ៊ីហយ៉ងឮបែបនេះក៏លាន់មកថាយីអាប៉ែនេះអន់ជាងក្មេងចតុងទៀតគាត់និយាយធ្វើដូចខ្លួនគាត់មិនមែនជាខ្លួនគាត់ចឹងណាព្រោះគាត់មិនមែនជាខ្លួនគាត់មែនតែកុំឲ្យប្រពន្ធគាត់ឆ្ងល់គាត់ក៏ធ្វើជាថាអូបងចង់មានន័យថាបងគឺជាប្តីអត់ល្អហ្នឹងណាបងពិតជាសមនឹងចុះនរកមែនហើយគួរតែថ្វាយបង្គំអូនដែលបានទ្រាំជាមួយបងកន្លងមកនេះចេះអញ្ចឹងអូននៅក្នុងរូបថតចាងកាលពេលដែលយើងទៅ concert ជាមួយគ្នានោះពិតជាស្អាតណាស់គឺរូបថតដែលគាត់បានឃើញនៅក្នុងកាបូបលុយរបស់គាត់ហ្នឹងណាប្រពន្ធគាត់ក៏លាន់មាត់ថានៅទុករូបថតហ្នឹងទៀតមិនបណ្ដុតចោលទៅឃើញបងឯងថាស្ដាយក្រោយដែលបានជួបអូនហើយថាបើកុំតែទៅ concert នោះបងមិនបានជួបអូនទេប្តីគាត់ឆ្លើយថាបងគិតថាបងប្រហែលជាចង់សុំទោសអូនប៉ុន្តែមិនអាចនិយាយពាក្យនេះចេញឲ្យបងសុំទោសផងអូនណាភ្លាមនោះស្រាប់តែទឹកលូបែកធ្លាយមកប្រពន្ធគាត់ឃើញបែបនេះក៏អរគុណគាត់ថាអរគុណសម្រាប់ការសុំទោសមុននឹងពួកយើងស្លាប់អូនក៏សុំទោសដែរបងហើយក៏ចាប់ប្តីគាត់ថាមកគូនឹងម្យ៉ាងដែរមកស្វីតនៅក្នុងលូពីណាគេបែកបាក់ស្នេហាអីសាក់ចូលទៅក្នុងលូមើលគីឡូត្រូវគ្នាវិញដែរអញ្ចឹងតទៅដល់ដំណាក់កាលស្លាប់រស់បានត្រូវគ្នាវិញបន្ទាប់មកទឹកលូក៏ហូរមកយ៉ាងខ្លាំងមកសកត់ពួកគេតើពួកគាត់ស្លាប់នៅពេលនេះឬយ៉ាងណាទៅអត់ទេពួកគាត់ត្រូវបានគេជួយសង្គ្រោះពីក្នុងទន្លេយើងឃើញថាប្រពន្ធគាត់នៅដើរបានទេតែប្តីគាត់អត់ដឹងខ្លួនឡើយមើលទៅប្រពន្ធគាត់បារម្ភពីប្តីគាត់មែនតើហើយព័ត៌មានហ្នឹងត្រូវបានគេចុះផ្សាយនៅលើទូទាំងប្រទេសកូនគាត់ថាឥឡូវគេបានឃើញទូទាំងប្រទេសហើយអញ្ចឹងម៉ាក់ប៉ាមិនអាចលែងលះគ្នាទៀតទេពួកគាត់ពិតជាឈប់លែងគ្នាមែនប៉ុន្តែពួកគាត់នៅតែឆ្លោះគ្នាអញ្ចឹងគ្រាន់ថាទោះយ៉ាងណាក៏ប្រពន្ធគាត់បានយល់ពីអារម្មណ៍ពិតរបស់ប្តីគាត់ដែរថាប្តីគាត់ស្រឡាញ់គាត់អញ្ចឹងហើយពួកគាត់គ្រាន់តែឆ្លោះលេងហ្នឹងណាតែនិយាយអញ្ចឹងប្តីគាត់បានបាត់បង់ការចងចាំរឿងនៅក្នុងលូនោះអស់ហើយបានន័យថាអ៊ីហយ៉ងបានចេញពីក្នុងខ្លួនគាត់ហើយបើគិតទៅអ៊ីហយ៉ងដូចចូលក្នុងខ្លួនគេដើម្បីទៅដោះស្រាយបញ្ហាឲ្យគេមិនទេឥឡូវនេះគេចូលក្នុងខ្លួនបរិសម្នាក់ទៀតហើយយើងឃើញថាគាត់ពិតជាចូលចិត្តញ៉ាំមែនដែលធ្វើឲ្យអ៊ីហយ៉ងពិតជាសប្បាយចិត្តនឹងការញ៉ាំណាពេលដែលបានញ៉ាំដូចមានសេចក្តីសុខហ្មងពីណាគេអញ្ចឹងខ្លះចាញ់មុខមកបរិសម្នាក់នេះដែរគឺជាគ្រូរបស់ Scully ស្អែកឡើងគាត់ក៏ទៅរក Scully ណា Scully ឡើងអត់ចង់ជឿថាឥឡូវគេចូលទៅក្នុងខ្លួនរបស់គ្រូនាងពេលល្ងាចឡើងគេក៏ទទួលបាន message ពីនារីម្នាក់ដែលគេបានសេវឈ្មោះថាអ៊ីនគួរឲ្យស្រឡាញ់ហើយ message នោះសរសេរថាអូននឹកបងណាអូប៉ាអាយ៉ាលើកនេះសង្ស័យដោះស្រាយរឿងស្នេហាគេទេសាច់រឿងក៏កាត់មកថ្ងៃណាត់ជួបជាមួយថៃអ៊ីននោះនេះណែស្អាតឡើងកប់ហ្មងអ៊ីហយ៉ងឡើងឆ្លក់ហ្មងព្រោះគេអត់ចង់ជឿសោះពួកគេនៅជាមួយគ្នារហូតដល់យប់និយាយពីអនុស្សាវរីយ៍របស់ពួកគេអីចឹងទៅពេលដែលចេញពីហាងស្រាប់តែថៃអ៊ីនបបោគាត់ទៅផឹកតទៀតនៅផ្ទះរបស់គាត់អាយ៉ាអាផឹកនៅផ្ទះហ្នឹងដូចអត់សូវស្រួលមានអីពេលដែលផឹកនាងថានាងរចង់គេងនៅទីនេះមែនអ៊ីហយ៉ងក៏មកបន្ទប់ទឹកកពុលមាត់កពុលអីណាគេថាជាតិមុនប្រហែលជាគេបានជួយសង្គ្រោះពិភពលោកអីមើលទៅគេថាគេអត់មានអីខុសណាគេគ្រាន់តែជួយលោកគ្រូ
សម្រេចស្នេហាតាតែពេលដែលគាត់ដើរចេញមកក៏ឃើញថានាងគេងលក់បាត់ឯហ្នឹងលុះដល់ពេលផឹកឡើងគេក៏ធ្វើម្ហូបឲ្យនាងញ៉ាំណានាងញ៉ាំឡើងយំទៀតនាងថាអ្វីផ្លាស់ប្ដូរអស់ហើយតែអត់មានក៏អត់យល់ថានាងសែតរឿងអីដែរដល់ពេលអ៊ីហុងទៅយកកែវឲ្យនាងស្រាប់តែនាងដើរមកក្បែរគេរួចហើយក៏ថើបគេរំពេចនោះស្រាប់តែប្លឹងរបស់អ៊ីហុងចេញទៅបានហើយមកបឺតផ្កាណានេះវិញគេឡើងខឹងហ្មងអាកន្លែងឈុតល្អអញ្ចឹងមកបដូរប្លឹងអីណាហើយលើកនេះគេនៅក្នុងខ្លួនលោកយាយម្ដងលោកយាយគាត់មានជំងឺផ្លូវចិត្តអំបិញបួនអីចឹងណាទើបបានជាគាត់សម្រាប់ព្យាបាលនៅពេទ្យហើយយើងក៏ឃើញលោកតាម្នាក់នៅចាំមើលថែលោកយាយពេលដែលហុងសួរគាត់ថាគាត់ជាពីណាគេគាត់បានឆ្លើយថាគាត់គឺជាស្នេហាដំបូងរបស់លោកយាយឮអញ្ចឹងមិនដឹងថាហុងកើតស្អីទេស្រាប់តែទៅបឺតមាត់លោកតាហើយលោកតារំភើបឡើងសោយខោបន្ទាប់មកលោកយាយនិយាយថាគីងតាថាតាជាស្នេហាដំបូងរបស់ខ្ញុំហីនិយាយបែបនេះហើយក៏ដើរចាក់ចេញទៅបានហើយក៏មកប្រើទូរស័ព្ទរបស់ពេទ្យខលទៅ Scully ថាឥឡូវគាត់បានដូរប្លឹងមកលោកយាយម្ដងហើយ Scully ក៏មកហៅគាត់ដល់ពេទ្យណាការពិតទៅមូលហេតុដែលអ៊ីហុងថើបលោកតាមិញនេះគឺដោយសារតែគេគិតថាបើសិនជាថើបទៅប្រហែលជាដូរប្លឹងទៅអ្នកផ្សេងពួកគេអត់ចង់រស់នៅក្នុងខ្លួនលោកយាយនេះទេក៏ប៉ុន្តែគេឃើញថាអត់មានបានផលអីសោះតិចលោលោកយាយមានប្រុសផ្សេងទៀតដឹងណោះបន្ទាប់មកគេក៏ពឹង Scully ថាអ្វីត្បិតតែគេអត់ស្គាល់ឈ្មោះខ្លួនឯងក៏ពិតមែនតែគេច្បាស់រឿងមួយថាគេប្រហែលជាធ្វើការនៅវិស័យសិល្បៈហើយជាគណៈកម្មការ audition Scully ថាអត់អីទេចាំនាងសាកស៊ើបសួរគេនៅវិស័យនេះឲ្យបន្ទាប់មកនាងក៏មកសាកស៊ើបសួរអ្នកនៅវិស័យនេះហើយក៏បានឮគេនិយាយពីគ្រោះថ្នាក់របស់អ៊ីហុងណាការពិត Scully អត់ស្គាល់ឈ្មោះអ៊ីហុងទេព្រោះអ៊ីហុងខ្លួនឯងក៏អត់ស្គាល់ឈ្មោះខ្លួនឯងដែរតែម្ដងគេបាននឹកឃើញឈ្មោះរបស់គូតរឹងគេដូច្នេះហើយ Scully ធ្លាប់ឮឈ្មោះគូតរឹងគេថាឈ្មោះ Yeon Kyung ដល់បុរសពីរនាក់នេះនិយាយពីឈ្មោះ Yeon Kyung ដែរដល់អញ្ចឹង Scully ក៏សង្ស័យថាអ៊ីហុងគឺជាគេនាងក៏ខលប្រាប់អ៊ីហុងណាថានាងរកឃើញខ្លួនប្រាណរបស់គេហើយដល់គាត់រកចង់ចេញពីពេទ្យទៅរកខ្លួនប្រាណរបស់គាត់ក៏ត្រូវពេទ្យចាប់យកមកព្យាបាលវិញទៅដល់គេអត់អនុញ្ញាតឲ្យគាត់ចាក់ចេញពីពេទ្យអញ្ចឹងគាត់ក៏លេងល្បិចដាក់លោកតាគាត់សួរថាលោកតាចូលចិត្តខ្ញុំខ្លាំងមែនអត់បើចូលចិត្តខ្ញុំខ្លាំងមែនជួយខ្ញុំរឿងមួយមកគឺគាត់ប៉ឹងឲ្យលោកតានាំគាត់ចេញពីពេទ្យហ្នឹងណាព្រោះគេពិតជាចង់ឃើញខ្លួនប្រាណរបស់គេខ្លាំងណាស់មិនអាចរងចាំបានឡើយដោយអត់បានដឹងទេថាលោកតាមានជំងឺគាត់បើកឡានស្រាប់តែស្លាប់បាត់អ៊ីហុងក៏ជួយកាច់ចង្កូតឡានចូលគៀនណាហើយលោកតាក៏ត្រូវបានគេបញ្ជូនមកបន្ទប់សង្គ្រោះបន្ទាន់ដល់អញ្ចឹងទៅកូនក៏នាំគ្នាមកមើលយំផងអីផងទើបអ៊ីហុងបានដឹងថាលោកតាម្នាក់នេះមិនមែនជាស្នេហាដំបូងរបស់លោកយាយឡើយតែជាប្តីរបស់គាត់តែម្ដងគាត់ក៏ទៅមើលសភៅកំណត់ហេតុប្រចាំថ្ងៃរបស់លោកតាណាទើបបានដឹងថាដោយសារតែលោកយាយកើតជំងឺអំបេងបន់លោកយាយមើលអត់ស្គាល់គាត់ហើយច្រឡំថាគាត់ជាឈូណូដែលជាស្នេហាដំបូងរបស់លោកយាយហើយកាលពេលពួកគាត់នៅក្មេងអ្នកដែលបបាយបបាក់ឈូណូជាមួយលោកយាយគឺជាគាត់នឹងឯងព្រោះលោកយាយបានសរសេរសបទស្នេហាមួយទៅឲ្យឈូណូតាមរយៈលោកតាតែដោយសារតែលោកតាបានលួចស្រឡាញ់លោកយាយគាត់អត់បានយកសបទនោះទៅឲ្យឈូណូឡើយដែលធ្វើឲ្យលោកយាយគិតថាឈូណូអត់ស្រឡាញ់គាត់ទើបបានជាលោកតាបានលោកយាយធ្វើជាប្រពន្ធហ្នឹងអញ្ចឹងហើយសម្រាប់កម្មពៀដែលគាត់បានប្រព្រឹត្តបើទោះជាលោកយាយច្រឡំថាគាត់ជាឈូណូក៏គាត់សុខចិត្តដែរគាត់សុខចិត្តរស់នៅជាឈូណូដើម្បីឲ្យលោកយាយសប្បាយចិត្តកន្លែងហ្នឹងអាណិតលោកតាមែនតើព្រោះវាបានន័យថាគាត់បានដឹងថាប្រពន្ធគាត់មិនដែលស្រឡាញ់គាត់ឡើយពីមុនមកនៅក្នុងបេះដូងរបស់លោកយាយមានតែឈូណូដែលជាស្នេហាដំបូងហ្នឹងតែមុននឹងគាត់ស្លាប់គាត់ពិតជាចង់ឲ្យលោកយាយមើលគាត់ស្គាល់ឲ្យបានម្ដងណាអ៊ីហុងបានដឹងរឿងហ្នឹងហើយក៏មានអារម្មណ៍ថាសែតមែនតើផឹកស្អែកឡើងគេក៏តែងខ្លួនយ៉ាងស្អាតទៅរកលោកតាហើយសួរលោកតាថាមើលគាត់ស្គាល់អត់បន្ទាប់មកក៏សួរលោកតាវិញថាគាត់ជាពីណាគេលោកតាថាមានពីណាគេទៀតគឺឈូណូស្នេហាដំបូងរបស់អូននោះអីលោកយាយឆ្លើយបងមិនមែនជាឈូណូឯណាពិតជាបោកមែនបងគឺជាប្តីរបស់អូនតាឬបែបនេះលោកតាពិតជាសប្បាយចិត្តមែនតើគាត់ឡើងយំលោកតាថាបងពិតជាចង់ប្រាប់អូនរឿងមួយមុននឹងបងចាក់ចេញទៅបងពិតជាសុំទោសមែនតើការពិតទៅគាត់និយាយបានតែប៉ុណ្្នឹងលោកយាយក៏និយាយថាវាមិនមែនជាកំហុសរបស់បងឡើយគឺប្រេងវាសនាតាដែលនាំពួកយើងឲ្យជួបគ្នាមិនមែនជាកំហុសរបស់បងទេពិតជាអរគុណអូនខ្លាំងណាស់ដែលបានមើលបងស្គាល់គាត់និយាយបានប៉ុណ្្នឹងជំងឺគាត់ក៏ចាប់ផ្ដើមធ្វើទុកខ្លាំងហើយយើងក៏ឃើញគាត់ហូរទឹកភ្នែកលោកយាយក៏បន្តទៀតថាឲ្យអូនសុំទោសដែលបានធ្វើឲ្យបងឈឺចាប់ទាំងដែលយើងចាស់ចំណាស់នេះហើយលោកយាយក៏ចាប់ដៃលោកតាយកមកថើបណាភ្លាមនោះអ៊ីហុងក៏បដូរប្លឹងទៀតបានតែយើងអត់ទាន់ដឹងថាប្លឹងគេទៅណាឡើយដឹងតែថាឥឡូវលោកតាបានចាក់ចេញពីលើលោកនេះបាត់ហើយដល់ប្លឹងលោកយាយចូលមកវិញគាត់នៅតែអំបិញបន់ចឹងតែទោះអំបិញបន់យ៉ាងណាក៏គាត់ចេះសែតដែរគាត់យំខ្លាំងមែនតែនឥឡូវយើងត្រឡប់ទៅមើល Scully វិញនាងកំពុងតែមកមើលខ្លួនប្រាណរបស់អ៊ីហុងនាងក៏បានឃើញយន់យ៉ងដែលជាគូតរឹងរបស់គេនៅមើលថែ
ថែគេណាភ្លាមនោះមិត្តភ័ក្តិរបស់អ៊ីហុងដែលមានឈ្មោះថាឆាញុងក៏មកមើលពេលនោះស្រាប់តែបលឹងរបស់អ៊ីហុងមកចូលខ្លួនរបស់ឆាញុងបន្ទាប់មកគេឃើញខ្លួនប្រានខ្លួនឯងគេនៅលើខែក៏ចាប់ដើមយំខ្លាំងមែនតែនស្កាលីគ្រាន់តែឃើញចរិតគេហើយគឺដឹងហ្មងថាបលឹងរបស់គេគឺជាអ៊ីហុងហើយឥឡូវនេះគេមានការចងចាំឡើងវិញអស់ហើយគេបានទៅផ្ទះរបស់ខ្លួនឯងហើយក៏បានឃើញអញ្ជៀនមួយដែលគេបានទិញទុកឲ្យហ៊ុនយ៉ងគឺអញ្ជៀននឹងឯងដែលបានធ្វើឲ្យគេជួបគ្រោះថ្នាក់ចរាចរណ៍បន្ទាប់មកគេក៏បានឃើញចម្រៀងមួយដែលគេបានសរសេរទុកឲ្យហ៊ុនយ៉ងច្រៀងដូច្នេះស្អែកឡើងគេក៏ពឹងឲ្យស្កាលីយកចម្រៀងនោះទៅឲ្យហ៊ុនយ៉ងដែលធ្វើជាថានាងជាចដូនមួយរបស់អ៊ីហុងហើយនាងបានទៅផ្ទះរបស់គេហើយក៏ឃើញអាហ្នឹងណាថាប្រហែលជាអ៊ីហុងសរសេរឲ្យបងហ៊ុនយ៉ងឯងហើយបន្ទាប់មកក៏យកអញ្ជៀនឲ្យទៀតទាំងដែលអ៊ីហុងអត់មានប្រាប់ឲ្យយកអញ្ជៀនឲ្យផងអ៊ីហុងឡើងភ្ញាក់ព្រឺថាចំអញ្ជៀនទៀតព្រោះគេនៅចាំលបមើលនៅក្បែរហ្នឹងដែរក្រោយពីបានទទួលប័ណ្ណចម្រៀងហើយហ៊ុនយ៉ងក៏ទៅជួបអ៊ីហុងណាដោយសួរថាអូនពិតជាអាចសម្រេចបំណងរបស់បងបានមែនណោះបើសិនជាអូនច្រៀងបងនឹងដឹងខ្លួនណោះមូលហេតុដែលហ៊ុងចង់ឲ្យហ៊ុនយ៉ងច្រៀងគឺដោយសារតែគេដឹងថានាងមានក្តីសម័យចង់ខ្លាយទៅជាអ្នកចម្រៀងប៉ុន្តែនាងអត់អាចធ្វើបានដោយសារតែនាងខ្លាចឆាព្រោះនាងមានជំងឺមួយដែលខ្លាចការនិយាយជាសាធារណៈអញ្ចឹងហើយគេចង់ឲ្យនាងយកឈ្នះជំងឺរបស់នាងហើយសម្រេចក្តីសម័យរបស់នាងភ្លាមនោះដែរស្រាប់តែជំងឺរបស់អ៊ីហុងធ្វើទុកពេទ្យក៏មកសគ្រួបន្ទាន់ណាពិតជាសំណាងល្អណាស់ដែលបេះដូងគេដើរមកវិញឥឡូវនេះហ៊ុនយ៉ងសម្រេចចិត្តហើយថានាងនឹងច្រៀងតាមបំណងរបស់អ៊ីហុងពេលដែលនាងមកប្រាប់ឆាញុងពីរឿងហ្នឹងឆាញុងពិតជាសប្បាយចិត្តខ្លាំងណាស់គេថែមទាំងសុំធ្វើជាអ្នកលេងព្យ៉ាណូឲ្យនាងទៀតហ៊ុនយ៉ងក៏នឹកឃើញសម្ដីរបស់អ៊ីហុងគេថាគេចង់លេងព្យ៉ាណូឲ្យនាងហើយនាងជាអ្នកច្រៀងពេលនិយាយទៅអ៊ីហុងគេព្យាយាមធ្វើអ្វីដែលគេបានសន្យាជាមួយនាងបើទោះបីជាគេធ្វើវានៅក្នុងខ្លួនអ្នកផ្សេងក៏ដោយសាច់រឿងក៏កាត់មកថ្ងៃដែលពួកគេឡើងឆាណាយើងឃើញថានាងពិតជាភ័យខ្លាំងមែនតែនហើយអ៊ីហុងក៏ជួយលើកទឹកចិត្តនាងដោយនិយាយឃ្លាដូចទៅនឹងឃ្លាដែលអ៊ីហុងធ្លាប់និយាយទៅកាន់នាងដែរនាងឡើងចម្លែកចិត្តមែនតែនហ្មងតែដោយសារតែពាក្យលើកទឹកចិត្តនេះនាងក៏មានភាពក្លាហានច្រៀងនៅលើឆាកនាងច្រៀងបានល្អមែនតែនថែមទាំងចូលតួបានល្អទៀតពេលដែលច្រៀងចប់អ៊ីហុងឡើងស្រក់ទឹកភ្នែកពួកគេពិតជាសប្បាយចិត្តណាស់ដែលបំណងប្រាថ្នារបស់គេបានសម្រេចគេក៏ងាកទៅធ្វើមាត់មហោបដាក់ស្កាលីណាថាអរគុណស្កាលីដែលអង្គុយមើលនេះក៏យំដែររំពេចនោះបេះដូងរបស់អ៊ីហុងនៅក្នុងខ្លួនប្រាណពិតរបស់គេក៏ឈប់ដែរហើយព្រលឹងរបស់គេនៅលើឆាកនេះក៏ដូចជាចង់ស្លាប់មិនទេអូតាមពិតបទចម្រៀងគេអត់ទាន់ចប់ណាតែដោយអ៊ីហុងមិនអាចលេងព្យ៉ាណូបានទៀតហ៊ុនយ៉ងក៏ច្រៀងគោកទាំងទឹកភ្នែកហាក់បីដូចជានាងបានដឹងថាអ៊ីហុងបានទៅបាត់អញ្ចឹងនាងច្រៀងបដាសម័យឃើញអនុស្សាវរីយ៍ជាមួយអ៊ីហុងបដាគឺពេលដែលអ៊ីហុងសារភាពស្នេហ៍ទៅកាន់នាងបន្ទាប់មកក៏ថើបនាងទីបំផុតនាងច្រៀងចប់ហើយនាងពិតជាធ្វើបានល្អណាស់ហើយយើងក៏ឃើញខ្លួនប្រាណអ៊ីហុងស្រក់ទឹកភ្នែកដែរបានន័យថាគេនៅហួហេអញ្ចឹងហើយក៏បានន័យថាព្រលឹងរបស់គេបានត្រឡប់ទៅខ្លួនប្រាណរបស់គេវិញដែរសាច់រឿងក៏កាត់មករយៈក្រោយនៅសារសម្ដែងរបស់ហ៊ុនយ៉ងយើងឃើញអ្នកដែលព្រលឹងអ៊ីហុងធ្លាប់ចូលពីមុនមកគឺសិតតែមកចូលរួមទាំងអស់ហើយជីវិតពួកគាត់គឺសិតតែល្អជាងមុននេះជាលោកយាយដែលមានជំងឺផ្លូវចិត្តមើលទៅគាត់ដូចរៀងស្រស់ស្រាយជាងមុនចំណែកឯគ្រូស្កាលីបាន dating ជាមួយស្រីស្អាតរបស់គាត់ហើយរីឯប្តីប្រពន្ធនេះវិញពួកគាត់ជួបជុំគ្នាជាមួយនឹងកូនអត់បានលែងគ្នាឡើយហើយពិតជាស្រឡាញ់គ្នាខ្លាំងណាស់ដល់តែម៉ារីនាងបានចូលរៀននៅសាកលវិទ្យាល័យសេអ៊ូលហើយមាន baby ទៀតជោគជ័យទាំងការសិក្សាទាំងស្នេហាទាំងគ្រួសារតោះឥឡូវដល់ម៉ោងហ៊ុនយ៉ងឡើងច្រៀងហើយឥឡូវនេះនាងលែងខ្លាចឆាកទៀតហើយមើលទៅនាងដែលអត់មានភ័យអីបន្តិចសោះហ្មងតោះឥឡូវអ្នកចុងក្រោយដែលអ្នកទាំងអស់គ្នាចង់ដឹងជាងគេមានពីណាទៀតគឺតួប្រុសអ៊ីហុងនឹងឯងគេពិតជានៅរស់មែនតាអ្នកទាំងអស់គ្នាហើយរឿងយើងក៏ចប់ដោយបរិបូរណ៍ admin សូមអរគុណទៅដល់ fan ម្នាក់ដែលបានជួយ support admin ណាគាត់មានឈ្មោះថាលៀងលក្ខណាអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ